จ้าในเป็นนิกรมF4បានធ្វើដំណើរមកដល់ខេត្តបាត់ដំបងហើយចានៅពេលដែលយើងឈានជើងចូលមកដល់ទឹកដីបាត់ដំបងយើងអត់ភ្លេចទេចាធ្វើការបន់ស្រន់ជាមួយនឹងលោកតាដំបងក្រញូងដើម្បីសុំសុខសេរីសួស្តីពីព្រោះថាយើងមកលើកនេះគឺមានគោលបំណងមកបើកសាខាកាហ្វេ Corner នៅក្នុងខេត្តបាត់ដំបងអញ្ចឹងយើងត្រូវតែសុំម្ចាស់ទឹកម្ចាស់ដីដើម្បីបើកផ្លូវឲ្យកូនចៅរស់ស៊ីមានបានចាហើយបន្ទាប់មកយើងដើរលេងនៅតាមសួនពេលល្ងាចឡើងគឺថាអ៊ូអមែនតើមានទាំងអ្នកហាត់ប្រាណមានទាំងអ្នកលក់អីញ៉ាំអីអញ្ចឹងណាហើយខ្ញុំបានសួរម៉ែដែលគាត់លក់អីនៅហ្នឹងគាត់ថាអូកូនឯងបងឯងសៅងាទឹកឲ្យច្រើនជាងនឹងទៀតចាសិតតប្ររងមកបាត់ដំបងថានៅតែ2យប់ឯឥឡូវសុំដូរចិត្តចង់នៅពីអាទិត្យវិញលក់យូរហើយអើយអេមែនតើអ្នកបាត់ដំបងរស់រាយសាហាវមែនតើហ្មងអួយគិតទៅខ្ញុំបានប្តីអ្នកបាត់ដំបងប្រហែលល្អហើយមីនេះដើរលេងបដាលេបឆ្នាំបដាចាវាទឹកនោមផ្អែមហើយឃើញអង្គុយនេះមិនអង្គុយធ្វើអីចាគឺអង្គុយមើលប្រុសតែម្ដងចាពួកគេថាប្រុសបាត់ដំបងស្អាតស្អាតចឹងកុំឲ្យខកអង្គុយមើលឲ្យអស់ចិត្តចាឲ្យវាសុបាយភ្នែកម្ដងមើលបន្ទាប់មកយើងឆ្លៀតមកកាហ្វេ Corner របស់យើងនេះគោលដៅសំខាន់តែម្ដងអ្នកបាត់ដំបងកាហ្វេ Corner របស់យើងបើកលក់ស្អែកណាទីតាំងនៅមុខនឹងផ្សារទំនើបបរិយថ្មីតែម្ដងចាស្រួលរមែនតើណាទាំងស្អែកអ្នកបាត់ដំបងធ្វើមកទិញមកអីឲ្យណាណៃឲ្យវាភ្លុកទឹកភ្លុកដីម្ដងមើលស្អែកគេមាន promotion ចា free កំប៉ុងទឹកអ្នកទាំងអស់គ្នាទិញកៅធំ2ទទួលបានកំប៉ុងទឹក1កំប៉ុងទឹកគេស្អាតណា promotion ហ្នឹងគេមាន3ថ្ងៃអញ្ចឹងកុំភ្លេចមកណាហើយបន្ទាប់ពីចែកកំប៉ុងទឹកអស់គេមាន promotion ទិញ2ថែម1អញ្ចឹងជួបគ្នាស្អែកស្វាគមន៍មកកាន់កាហ្វេ